Bởi trên đồng môn cho bạn Mỹ Trang dùng group nâng dùm hiệu số từ đó bụng mai bóng ổ nâng prima tu test này chun tại tay tại tam đàn rô cạp sai rồi bỏ Gary Motion. Gary Motion podcast nơi ngày ní nơi tại miền cách bị phía xa bị xe bần tọa bị sơ lập bạc phần này đồn tray bần tọa bị ca dôl đăng ông bị cảm sát bánh nhà ông bị phiếp chi mà cha bần tọa bị ca dôl đăng xem bẹo pon cho môi nâng prοβod đồn tray có dương rùm lấp bẹo pon cho môi nâng xa bàn này playing vinh mà đòn bị pro cả bị episode muốn lục bù tôi xin tận na đại chỉ về rẽ sơ lập bạc đồn tray có đó là bay là bán prom tang chỉ nè sau chiều này vật chia xa phong nú lúc miềnประสาทธรรมมนุษย์กรุบรูปรอไปแต่โลกเมียนยาตาชีวิตการลางมาเพลียมคือความน้อมจมวยอย่างบทเพลงเมียนการบ่มเป้เมียนการไอจังตึกแต่ถ้าเพลงนี่เมียนอัฐประยาวเมียนพอเจอย่างนั้นก็มาโรงจำยุยึงจูบจมวยอย่างโลกแต่มาต้องมาจะมีโซโลปูมาต้องเทียบบ่สกตกไว้อย่างนั้นปูใบเทียมาเยอะใครเด้บ่ไม่ได้แต่สกปรกจะให้ไปจะแปรปรวนแล้วนะก็น่าพูดว่าระยะปีก็ลองมาปูในแต่ประดอลในปีเวลีสามประเทศสมัยเอากรมการเงินในกรีโมชั่นเพื่อบอสมพีก็โดยเฉพาะตัวในเทศนาเตียนก็โดยเฉพาะการใจดำเนินในบทพิสาวทำไมหรือมวยก็เฉพาะไตตะการปีสมัยมุ่งแปะปอนจมวยในสลับปะแล้วพวกชมจังดังทาเชื่อดำบ่งแปะปอนจมวยในเพลงเดี๋ยวซาพูดทบมีภาษาแต่ตรงจมวยในมนุษย์ยืนกรุบรูปการเมาส์คือแต่ปอมนอมจมวยหนึ่งเพลงหมกจมวยแต่ถ้ามูลเหตุไอ้เมียนมูลเหตุไอ้แต่ตรงจมวยหนึ่งเพลงนี่คือจุดละตีมวยได้มันดูการล่างได้มาดองบ่ายำส่งเลยล่างมวยถ้ามนุษย์เวลาเขาพิสัตถวงมวยจุดเลยต้องมวยก็ถ้าเขาพิสัตมองยังท่ายังใหญ่แล้วเนี่ยคลาก็ได้สัตยังหาแก่หาสัตมนุษย์แม่นี่คือมนุษย์ขโมยสัตเขาคนนี้บางได้สัตเวียเธอตามสภาพแวกเตะได้ใส่กระดาษเป็นมนุษย์เยอะสำคัญปีคือแกหาตาเปียซาเตียสนาบเยอะแกargumentative ហើយនឹង descriptive គឺមនុស្សគាត់អាចធ្វើពិព័រណ៍នាអំពីរឿងអីមួយមកថាគាត់មិនដែរទៅកំពុងគាត់ទៅកំពុងចាមម្ដងគាត់មកវិញគាត់ប្រាប់អ្នកមិនដែរទៅកំពុងចាមគាត់ថានេះខេត្តកំពុងចាមគាត់បញ្យល់បាន describe សត្វធ្វើអត់បាននេះមួយទៀតគេ argumentative បានគេថាគាត់មានតលហេកគាត់សួរគឺមនុស្សតើអត់បានសួរគឺគាត់ទាំងបែកគ្រូហើយធ្វើម៉េចគាត់បានសួរគាត់បានទៅជែកអត់អីចឹងទៅណាមនុស្សវាខុសពីសត្វហ្នឹងគឺចំណុចសំខាន់របស់មនុស្សក្នុងទស្សនវិជ្ជាអញ្ចឹងហេតុអីបានខ្ញុំលើកឡើងចំណុចហ្នឹងមកក្នុងភ្លេងនៅពេលដែលមនុស្សចេះសួរមនុស្សចេះចាប់ដើមសួរគឺចាប់ដើមឆ្ងល់មនុស្សរស់នៅគាត់ជួបការដូចថាដដែលដំបូងគាត់រស់នៅក្នុងភ្នំជនកាលមនុស្សដំបូងណាជនជាតិដែលកើតឡើងមនុស្សជាតិសម្បូរបងហ្នឹងគាត់រស់នៅឃើញភាពដដែលគាត់អបសុកយូរគាត់ថាអីអញ្ចឹងទៅគាត់ចាប់ដើមថាទៅគាត់ចាប់ដើមផ្លុំស្លឹកគាត់ដើមឃើញសត្វយំគាត់ថាសត្វយំព្រោះណាគាត់ចេញពីហ្នឹងបាត់បែកចេញមកអញ្ចឹងមកថាភ្លេងនេះគឺសឹងតាសិល្បៈទី1របស់មនុស្សហើយមុនគេដោយសារមនុស្សចាប់ដើមគាត់ធុញទ្រាន់នេះស្អីដដែលយើងនិយាយទៅដែលអីចឹងទៅដល់យូរគាត់បង្កើតសម្លេងគាត់ផ្លុំស្លឹកទៅឬសូចេញជាបទចេញជាអីបង្កើតជាបទពេលហ្នឹងក៏វាអត់ទាន់ទៅជាវប្បធម៌ទេនឹងតកតងវប្បធម៌ទៀតបាទពូបាទអញ្ចឹងនៅពេលដែលគ្មានតមនុស្សម្នាក់ធ្វើវានៅ classic គាត់ផ្លុំអីគាត់លេងនេះលេងនោះឬសម្ដែងគោះប៉ោតគោះស្គរអីគាត់ធ្វើស្គរលេងម្នាក់ឯងគេ classic ប៉ុន្តែអត់ទាន់ទៅជាវប្បធម៌ទេមិនទាន់ពេញលេងវប្បធម៌ទាល់តែមាន technology បញ្ចូលគឺមានបច្ចេកវិទ្យាមិនបានមានបច្ចេកវិទ្យាគឺនៅពេលដែលគាត់ធ្វើបទកាន់ច្រើនឡើងគាត់ថាអីត្រូវធ្វើបែបបទបើធ្វើអញ្ចឹងទៅវាអត់ដឹងកន្លែងណាឈប់ទេមកគាត់ធ្វើនៅនេះតែដែលវាអត់ជាចប់អត់មានកន្លែងចប់ទេអញ្ចឹងគាត់ចាប់ចែកទៅតែទៅមានកន្លែងបញ្ចប់ទៅមានកន្លែងចាប់ដើមនៅមានកន្លែងហ្នឹងបច្ចេកវិទ្យាចូលបច្ចេកវិទ្យាហ្នឹងហើយនៅពេលដែលគាត់បង្កើតទៅជាចម្រៀងទៅជាបទអីបានហ្នឹងគេហៅវប្បធម៌ចូលវប្បធម៌បាទហើយបន្តមកទៀតអ្នកចេញពីភ្លេងគាត់ចាប់ឡើងមករាំគាត់ចេះរាំគាត់លេងរាំដំបងទៅលក់កញ្ឆេងអាហ្នឹងអត់ទាន់វប្បធម៌អីទេមិនទាន់ទៅទេដល់គេរៀបបែបបោះតានេះបើក៏រាំមានរបៀបអ្នកភ្លេងមកដើរដល់តែអ្នកឯងត្រូវធ្វើចេះភ្លេងទៅធ្វើចេះអាហ្នឹងហើយ technology មួយទៀតជាបច្ចេកវិទ្យាមួយទៀតដែលមកពូកាឡើង evolve គឺទៅជាវប្បធម៌អញ្ចឹងមកសំខាន់ណាភ្លេងនេះគឺវានាំមុខនៅបច្ចេកវិទ្យាតែម្ដងភ្លេងគឺជាអ្នកនាំមុខឥឡូវខ្ញុំសូមលើកថែមបន្តិចទៀតមុនសួរសំណួរថាបន្តិចថាឥឡូវយើងឃើញភ្លេងការវិវត្តពីដើមមកយើងលេងអីចឹងទៅក្រោយមកយើងលេងមានវាឡុងអីកូតអត់តន់ឮខ្លាំងទេបើថាគាត់ភ្លេងគាត់មកក្រុមលេង100នាក់មនុស្សមកស្ដាប់បាន200នាក់បាទអត់បានច្រើនប៉ុន្តែមនុស្សចាប់ដើមឆ្នៃថាធ្វើមិនឲ្យមនុស្សលេងបានទេមនុស្សភាគច្រើនបានមើលច្រើនពុះវាកម្រណាអ្នកភ្លេងអ្នកចេះវាតិចហើយអ្នកចង់ស្ដាប់វាច្រើន
chứ màគាត់ចាប់ដើមធ្វើអំភ្លីធ្វើអីហ្នឹងគាត់បង្កើត technology ទាំងអស់ហើយ technology ហ្នឹងហើយដែលធ្វើឲ្យឈានដល់រហូតដល់អវកាសដល់អីគឺថាដោយសារសម្លេងភ្លេងហ្នឹងហើយដែលគាត់ចាប់ដើមធ្វើអាសម្លេង telephone អាដំបូងគេអាយកូមនិយាយតគ្នាអីតាក់ទងគឺចេញពីហ្នឹងទាំងអស់ចេញពីភ្លេងទាំងអស់ចឹងហើយជាមូលដ្ឋានបំផុតដែលខ្ញុំថាភ្លេងគឺវានៅជាមួយនឹងមនុស្សចំណងនៅជាមួយនឹងសង្គមមនុស្សហើយវាធ្វើឲ្យសង្គមមនុស្សមានការប្រែប្រួលមនុស្សទៀមទាមានការប្រែប្រួលហើយដល់បច្ចុប្បន្ននៅពេលដែលមនុស្សកាន់តែជឿនលឿនឡើងភ្លេងកាន់តែជឿនលឿនឡើងពេលហ្នឹងវាមានរឿងពីរដែលឆ្លុះបញ្ចាំងគ្នាភ្លេងនៅទៅពីយើងគឺឃើញលេងភ្លេងវាឆ្លុះបញ្ចាំងសង្គមបាទហើយសង្គមហ្នឹងនៅពេលសង្គមរស់នៅសុបាយអញ្ចឹងគឺវាជះឥទ្ធិពលទៅលើភ្លេងព្រោះបើសង្គមរីកចម្រើនមានភ្លេងលេងល្អហ្មងហើយបើសង្គមនឹងគាត់ក្រក៏ក្រីក្រភ្លេងលេងមកគឺតំអូនតំអែគឺថាសឹងបែងទ្រូងស្ដាប់ភ្លេងហ្នឹងណាវាបញ្ជាក់អំពីតតភាពហ្នឹងតតភាពហ្នឹងបាទហ្នឹងចំណុចតហ្នឹងដែលយើងឃើញថាដែលភ្លេងជាមួយមនុស្សជាមួយសង្គមមនុស្សគឺតែមួយហ្មងជុំវិញសមត្ថកម្មឬក៏តល័យក៏តែពូមានប្រសាសន៍តាក់ទងជាមួយនឹងបទភ្លេងឬក៏ភ្លេងដែលកើតឡើងបន្ទាប់ពីមនុស្សចេះតែឃើញអាភាពដដែលឬក៏សភាវគតិហ្នឹងវាមិនអាចឲ្យមនុស្សហ្នឹងមានភាពជឿនលឿនទៅមុខបានមនុស្សចាប់ដើមគេថាចេះឆ្ងល់ចេះអីចឹងទៅវិវត្តទៅតើពួកអាចបញ្ជាក់បានឬមួយក៏អាចចែកម្លែកបានទេថាតើ background ឬក៏ប្រវត្តិនៃភ្លេងហ្នឹងមានដើមចូលមកពីខាងណាទេឬមួយក៏ចេញពីមនុស្សជាតិតែម្ដងឬមួយក៏មានប្រភពពីតំបន់ណាពីផ្នែកណាមកទេវានិយាយទៅវាចេញពីគ្រប់មនុស្សជាតិទាំងអស់ជាតិសាសនាក៏មានដែរអ្នកណាក៏កើតឡើងគឺត្រូវតែមានខ្ញុំតើសូមលើកឡើងមួយទេប្រទេសសិង្ហបុរីសិង្ហបុរីដោយសារគាត់ជាប្រទេសតូចមួយកើតឡើងក្រោយគាត់ប្រជាជនគាត់អត់សូវស្រឡាញ់ភ្លេងទេបាទបើយើងកាលខ្ញុំធ្លាប់ទៅលេងភ្លេងនៅសិង្ហបុរីម្ដងនៅឆ្នាំ2011គឺអ្នកមកស្ដាប់គឺជនជាអាមេរិកទាំងអស់ជនជាបរទេសទាំងអស់ដែលនៅសិង្ហបុរីជាកបោគេមកស្ដាប់យើងប៉ុន្តែជនជាសិង្ហបុរីក៏អត់ស្ដាប់ទេហេតុអីតោះហ្នឹងដោយសារគាត់គិតពីរឿងរស់ស៊ីពេកគាត់ចង់មានពេកបាទប៉ុន្តែពេលមួយគាត់មានវិបត្តិសង្គមរបស់គាត់វិបត្តិសង្គមរបស់គាត់គាត់ថាគាត់ចាប់ដើម stress ហ្មងគាត់ stress គាត់អត់បានឥឡូវគាត់ចាប់ភ្លេងខ្លាំងមែនតើគាត់អញ្ជើញ Michael Jackson ទៅលេងគាត់អញ្ជើញស្អីគាត់អញ្ជើញTaylor Swift ទៅហ្មងនាំនៅទិញសម្បត្តិចូលមើលថ្លៃមកចូលមើលហើយលើពួកគាត់លេងភ្លេងដែរគាត់លេងល្អហើយគាត់ខំប្រឹងលេងមែនតើហ្នឹងខ្ញុំទៅលេងជាសិង្ហបុរីអញ្ចឹងប្រទេសណាដែលគ្មានភ្លេងគឺប្រទេសប្រជាជនប្រទេសហ្នឹងគឺភាគច្រើន stress គាត់នឹងមានវិបត្តិឬក៏មានបញ្ហាច្រើនបញ្ហាហ្នឹងអញ្ចឹងបានខ្ញុំលើកឡើងថាខ្ញុំនិយាយពីរឿងថានឹងឥឡូវខ្ញុំចង់និយាយរឿងបច្ចេកវិទ្យាតាក់ទងនឹងភ្លេងហ្នឹងបាទគ្រូបាទហើយភ្លេងនេះសំខាន់ណាស់វាជួយសង្គមហើយជួយសង្គមយើងមើលភ្លេងដែលព្រោះភ្លេងដែលល្អសង្គមហ្នឹងគូរីកចម្រើនបាទគ្រូបាទហើយខ្ញុំសូមលើកឡើងមួយរឿងមួយនៅបរទេសទេនៅអង់គ្លេសនៅអាមេរិកហ្នឹងនៅពេលដែលពេលនោះមានវិបត្តិមួយខ្លាំងដោយសារសង្គ្រាមនៅវៀតណាមយើងនៅវៀតណាមពួកភ្លេង pop ហ្នឹងពួក Beatles គេលេងភ្លេង pop ព្រោះពេលដែលពុំមានវិបត្តិហ្នឹងវាខៅវិបត្តិសង្គមហ្មងពួកគេអត់ចង់ទៅច្បាំងនៅវៀតណាមទេបាទអញ្ចឹងពេលហ្នឹងមនុស្សពួកក្រុមភ្លេងមួយបង្កើតឡើងគេភ្លេងប៉ឹងភ្លេងគាត់លេងអត់នឹងក្បាលក៏ទៅលេងអញងាយអញឡើងដេញគាត់ឡើងតាមបើមក្នុងកន្លែងគាត់លេងដល់កំឡុងត្រង់ស្ដាប់បានទេប៉ុន្តែវាជាមួយហ្មងមួយប្រឆាំងហ្មងគេដូចជាប្រឆាំងនឹងនយោបាយរបស់អាជីវកម្មគេទៅវាយប្រទេសគេណាដល់រួចទៅក៏មានការប្រែប្រួលមួយនៅអាមេរិកនៅអង់គ្លេសអីប្រែប្រួលទៅប៉ឹងក៏បាត់ទៅវិញទៅបាទដល់រឿងមួយទៀតរឿងថ្មីមួយទៀតខ្ញុំចង់និយាយពីរឿង rap នេះ rap នឹងដំបូងក៏ជា evolution មួយដែរដូចជាការឆ្លើយតបប្រឆាំងអ្វីដែលសង្គមឈានទៅដល់ផ្លេខនៅអាមេរិកណាបាទពូបាទនៅអាមេរិកថាអ្នកមានកេងប្រវ័ញ្ចខ្លាំងពេកពួកជនជាតិស្បែកខ្មៅគាត់ជាង rap គាត់ជាងនិយាយហ្មងគាត់ចាប់ដើមនិយាយអញ្ចឹងទៅប៉ុន្តែអ្នកភ្លេងខ្លះអ្នកភ្លេង pop អ្នកភ្លេង rock and roll អញ្ចឹងគាត់ថាអានឹងគោះស្គរនិយាយហ្មងថាអញ្ចឹងគោះស្គរនិយាយប៉ុន្តែឥឡូវវាដូរហើយដល់ដំបូងចេញមកអញ្ចឹងក្រោយមកឥឡូវ rap ទៅជាព្រោះគេមានដាក់បទភ្លេងដាក់អីចឹងដែរណាវា rap របស់យើងបានដែរគេមានបទចម្រៀងរបស់គេព្រោះអីចឹងដែរណាតន់បាទហើយខ្ញុំលើកឡើងមួយទៀតដែលភ្លេងដែលតាក់ទងនឹងសង្គមដូចជាជនជាតិស្បែកខ្មៅនៅអាមេរិកដំបូងឡើងដែលកើតវីតាកើតដំបូងគេគាត់កើត blue ភ្លេង blue គាត់ដេញមកគាត់ដេញតំអូនគាត់និយាយពីទុកលំបាករបស់គាត់ដែលគេជីឈួនគាត់ណាកើតប្រកាន់ពូជសាសណាបាទពូបាទគាត់ច្រៀងរហូតដល់ជនជាតិស្បែកសស្ដាប់ទៅព្រោះហ្មងបានគេតែដំបូងអត់ទាន់ឲ្យអំណាចគាត់ទេអត់ទាន់ឲ្យគាត់មានសិទ្ធិស្មើទេប៉ុន្តែដោយសារស្ដាប់ភ្លេងហ្នឹងថ្ងៃក្រោយឲ្យគាត់ស្មើហ្មងដោយសារភ្លេងគាត់ព្រោះពេកគាត់ដូរមានគាត់ចាក់ដល់បេះដូងទាំងពួកសទាំងពួកទាំងអស់ពួកស្បែកសហ្នឹងទទួលយកឲ្យគាត់ស្មើភាពវាអញ្ចឹងបាទអញ្ចឹងមកភ្លេងវាមានន័យសំខាន់ណាស់សម្រាប់ប្រទេសនីមួយ
នៅពេលដែល play នៅពេលសង្គមមួយដែលល្អសង្គមមួយដែលថ្លៃថ្នូរខ្ញុំសូមលើកឡើងបន្តិចទៀតចុះថាយើងមើលថាសិល្បករឲ្យតែពាក្យថាសិល្បករខ្ញុំមិននិយាយតែ play ឡើយខ្ញុំនិយាយជារួមអស់ឲ្យតែសិល្បករភាគច្រើនគាត់ភាគច្រើនស្អាតដូចតួកុនស្អាតណាបាទពួកគេគិតថាមនុស្សនៅពេលដែល stress គ្រាន់តែឃើញរូបភាពស្អាតអត់មកតែមនុស្សប្រុស stress ឃើញស្រីស្អាតគួរធូរដែរបាទនឹងមួយអញ្ចឹងមកគេធ្វើរូបទស្សនាដេកដាក់រូបស្អាតមកហ្នឹងអញ្ចឹងបាទគ្រូបាទហើយបើខ្ញុំនិយាយខ្ញុំមិនហ៊ានថាពួកខ្ញុំប្រុសណាប៉ុន្តែគេថាមនុស្សស្រីក៏គឺមនុស្សប្រុសស្អាតក៏អាចធូរស្រាលដែរខ្ញុំលើកឧទាហរណ៍អញ្ចឹងប៉ុន្តែខ្ញុំមិនហ៊ានថាពួកខ្ញុំមនុស្សប្រុសខ្ញុំមិនដឹងមនុស្សប្រុសដូចគ្នាទេនៅពេលដែល stress ឃើញបើឃើញយើងឃើញអ្នកចម្រៀងគាត់ជឿងឡើងស្អាតក៏ជាព្រោះទៀតនិយាយពីធូរអស់លីងបាទធូរស្រាលអស់លីងអញ្ចឹងហើយបានខ្ញុំថាសិល្បៈនេះវាជួយដល់សង្គមខ្លាំងណាស់ហើយសង្គមក៏ត្រូវជួយសិល្បៈវិញដូចគ្នាអញ្ចឹងទៅវាជះឥទ្ធិពលទៅមកនៅពេលពីរនឹងជះឥទ្ធិពលទៅមកក្នុងផ្លូវល្អគេថាទី1សង្គមអត់មើលងាយសិល្បករទេព្រោះធម្មតាខ្ញុំឃើញថានៅប្រទេសណាក៏ដោយសិល្បករធម្មតាគាត់ល្បីគាត់ស្អាតបាទអញ្ចឹងមនុស្សប្រុសស្រឡាញ់គាត់ច្រើនណាស់ហើយគាត់ក៏ធម្មតាទេយើងនិយាយថានឹងសិទ្ធិដូចគ្នានៅពេលគាត់មានប្តីមួយអញ្ចឹងទៅគាត់អស់ចិត្តពីប្តីហ្នឹងគាត់សុំបែកក៏សុំឈប់គេបែកនេះស្រុកគេធម្មតាទេណាហ្នឹងគេទៅមកមួយទៀតទៅហើយសិល្បករគេល្បីមួយប្តីគេ4 5មក5មួយអញ្ចឹងវារឿងធម្មតាប៉ុន្តែសង្គមយើងវានៅពិបាកយ៉ាងនៅទៅថាប៉ុន្តែអបរបស់ដែលពូមានប្រសាសន៍អញ្ចឹងហាក់បីដូចជាបើឱកាសទូលាយបន្តិចដែរហាក់បីដូចជា open ដែរសម្រាប់សិល្បករឬមួយក៏យ៉ាងម៉េចដែរខ្ញុំថាមិនសម្រាប់សិល្បករគឺសិល្បករវាជា model អញ្ចឹងយើងឃើញថាហេតុអីបានយើងឃើញគឺការលក់របស់តែងខ្លួនផាត់មុខផាត់មាត់ទាំងអស់ក្អូបអីគឺអ្នកមើលដែលស្រឡាញ់សិល្បករឃើញសិល្បករដែលស្អាតហ្នឹងគាត់ធ្វើស្អាតគាត់ធ្វើតាមគាត់ទៅទិញតាមអញ្ចឹងសិល្បករស្រុកគេមានតម្លៃគឺគេ model សម្រាប់លក់អ្នកដែលរកស៊ីលក់ដូរលក់ទំនិញទាំងអស់គឺពឹងលើសិល្បករក៏ប៉ុន្តែអាហ្នឹងវាអាចជាមូលហេតុដែរបើន័យថាសិល្បៈឬក៏ភ្លេងឬមួយអីហ្នឹងឬក៏សម្រស់ដែលយើងមើលគេ perform គេអីចង់និយាយថាភាពស្រស់ស្អាតឬមួយក៏ភាពចាប់អារម្មណ៍ហ្នឹងវាអាចជាមូលហេតុទេដែលធ្វើឲ្យសិល្បករដូចពូមានប្រសាសន៍នេះតែខ្លះមានគ្រួសារខ្ញុំតនិយាយប៉ុណ្ណេះដូចបកាកឡាប់អូខ្លាំងហើយគឺកន្លងមកគ្រប់កន្លែងហ្នឹងបានហើយបើមនុស្សប្រុសក៏ដូចគ្នាដែរប៉ុន្តែតែប្រុសវាយើងភាគច្រើនស្រុកវាយើងមិនសូវនិយាយរឿងប្រុសទេព្រោះថាយើងអត់តម្លៃប្រុសជាងស្រីណាបើស្រុកគេឲ្យស្មើនេះប្រុសយើងគោធម្មតាទៅប្រុសស្អាតហើយក៏មាននារីគេមកដូចគ្នាដូចចឹងណាខ្ញុំសូមលើកឡើងចឹងនេះប៉ុន្តែប្រទេសយើងនេះមានលីមីតមួយដោយសារប្រពៃណីជាតិយើងនៅរឹងពេកនៅរឹងចំណុចអស់ហ្នឹងណាតែអញ្ចឹងមកយើងจะនឹងមានបញ្ហាវិបត្តិគ្រួសារអីចឹងប៉ុន្តែភ្លេងនេះបើសិនជាថ្ងៃក្រោយបើសិនជាប្រទេសយើងឲ្យតម្លៃទៅលើសិល្បករយើងកុំគិតពីស្អីនៅក្រោយគាត់អានឹងជារឿងកាយជារឿង privacy ជាឯកជនរបស់គាត់ទេប៉ុន្តែយើងមើលនៅលើឆាកដែលគាត់ឡើងសម្ដែងគាត់លេងល្អគាត់សម្ដែងល្អគាត់ឡើងច្រៀងក៏គោរពភ្ញៀវកិត្តិយសគាត់ចរិតថ្លៃថ្នូរគឺឲ្យតម្លៃគាត់ហើយខ្មែរយើងខ្ញុំឃើញមួយគាត់ថាគឺផ្ទះដៃកុំចង់ផ្ទះផងហើយតើអ្នកសិល្បៈសុំមកខ្ញុំយកហួសចិត្តខ្ញុំថាមិនគួរតែសុំគេទេបាទប៉ុន្តែប្រទេសគេគឺថានៅពេលដែលគេឡើងសម្ដែងមកបត់ហ្នឹងគាត់ថាទោះជាគាត់ថាបើយើងនិយាយពេលអ្នកឡើងលើឆាកភាគច្រើនមិនសូវមិនអាក្រក់ទេមិនសូវអន់គឺសិតតែល្អរូបក៏ស្អាតជាងក៏ព្រោះផ្ទះដៃឲ្យគាត់ត្រូវតែផ្ទះអាយពួកគេខំឡើងទៅសម្ដែងខំធ្វើឲ្យយើងសុបាយហើយយើងស្ដាប់គ្នាអត់សុបាយអត់ផ្ទះដៃអត់សុបាយបានគេថាយើងអត់ស្គាល់ការសុបាយផងយើងគេមើលឃើញសង្គមយើងខ្ញុំឧទាហរណ៍ពួកបរទេសវាងាកមើលមុខមកពួកខ្ញុំឃើញពួកមានកុនសឺតខ្ញុំទៅចូលមើលពូនប្រវត្តិទេគឺអត់ផ្ទះវាផ្ទះដៃពួកយើងអត់ផ្ទះគាត់ថាមិនចឹងស្រុកនេះឯងមិនចឹងដៃឈឺអីខ្ញុំថាអត់ដឹងដែរបាទដៃឈឺគេសួរដៃឈឺបើអត់ផ្ទះបានគេខំសម្ដែងលើយើងអត់ផ្ទះគេបាទជាទូទៅគឺបច្ចុប្បន្នគឺតលតែដូចពូមានប្រសាសន៍ចឹងតលតែ MC ឬក៏ announcer ហ្នឹងគាត់ស្នើសុំឬក៏អីចឹងទៅបានចាប់ដើមមានគេហៅថាការអបអរសាទរឬក៏ការចូលរួមដើម្បីនេះចឹងទៅចំពោះខ្ញុំនៅពេលដែលអ្នកភ្លេងសុំគេផ្ទះដៃគឺអ្នកភ្លេងទាំងអស់ខ្ញុំនិយាយចឹងមកហើយបើខ្ញុំវិញបើចំពោះខ្ញុំវិញបើខ្ញុំលេងអ្នកឯងមិនផ្ទះដៃខ្ញុំត្រូវលេង10បទខ្ញុំលេង2បទខ្ញុំសុំឈប់មកព្រោះយើងថាអ្នកឯងអត់ចង់មើលខ្ញុំមានន័យចឹងដូចគ្នាយើងមានសិទ្ធិដូចគ្នាដែរអ្នកឯងសិទ្ធិឈរមើលខ្ញុំសិទ្ធិរបស់ខ្ញុំលេងប៉ុន្តែបើអ្នកឯងមិនឲ្យមិនផ្ទះដៃមិនធ្វើឲ្យយើងលើកទឹកចិត្តយើងជើងអត់រួចទេអ្នកជំនាញក៏អត់មានផ្ទះដៃគ្នាស្រែកអត់ចេញទេប៉ុន្តែឲ្យអ្នកមកសុំផ្ទះដៃមួយមកខ្ញុំថាមិនដែលឃើញខ្ញុំឃើញស្រុកខ្មែរមួយខ្ញុំភ្ញាក់មកខ្ញុំនិយាយត្រង់ហើយពួកបរទេសមកថាមិនចឹងវាឆ្ងល់តែមិនចឹងហើយប្រទេសខ្មែរប្រទេសមួយដែលសិល្បៈខ្ពស់ជាងគេបើទៅមើលអង្គរវត្តគឺកំពូលសិល្បៈលើពិភពលោកបាទប៉ុន្តែមិនចឹងគេឆ្ងល់មិនចឹងខ្ញុំថា
phải tranh bị apot mà apot bị đâu con sập và đâu cần sập chúng ta dùng gì chứ sao đạo apot ấy cho đạo apot với ai nhảy ai mọc chẳng đại bà vì ở đấy nó bà sao chứ bà cho miền mà chấm nói đấy để cho tiền bây giờ vậy đểปูmiềnภาษาก็ลองมันติ๊กแบบปอนจุ่มวยหนึ่งเพลงยังที่เศร้าเพลงบานซอบัญชีอัมพีตัดสัญญาในจิตสามวยในรอดมวยในสังคมมวยจังเลยแต่ถ้าเตะตรงจุ่มวยหนึ่งเพลงยังที่เศร้าบาสันจะยืงนึกต้องการตะไตบอดหรือก่อนญี่ปุ่นใจเมาหรือก่อนมนหนึ่งจับได้เพื่อเอาสมเลยนึกไปใจเมาตั้งคอนเซ็ปต์แต่ถ้ายังคิดแบบไม่ดับใบใจเมาในขนมกับรัดมวยแต่ถ้าอากับรัดใจเมายังอาจจะท้าโอ้อันนี้วิจัยกับรัดเชียดอ่ะอันนี้ใจเมาคือสมัยจีบลังอ่ะอันนี้ใจเมาคือสมัยอัตในชีวเพียบหรือก่อสถานเพียบอ่ะแต่ถ้ามีคอนเซ็ปต์นั้นคือมีรูปมนหรือมีฟอร์มได้ปุ๊บศูนย์นะอัดบ่ายบ้าศูนย์นะอัดบ่ายเบอร์สันจีเนี่ยศิลปะกรเนี่ยในปุ่นนั่งกวาดการในขนมครัวสาขมายกวาดใจทมถอดมากวาดเรียนสลาขมายกวาดตื่นวอดลูกขมายคือกวาดในแต่กวาดในปุ่นluôn ấyกวาดมันลุยกี้กวาดตั้งจัดมวยตั้งอันขมายทรอบซองโกได้คือมันลุยกี้ถือใจluôn ấy cứ tranh mắc khmai nơi được khmai giáp tới khmai một vụ bỏ tiếng mà giáp ta nè được nhiều mỗi thì họ được quần đá những chuyện mới rap đó nè quần đá chỉ mà thấy ní rap khmai tranh mắc khmai mà nè vui miền này chắc chắc bạn nhung thà bởi dân vô bọc kia nó bị on này ở miền này ấy là dân vô bọc kia mà ta bị dân họ dướng sẽ dân họ dân group làm sự phản nhá bởi ta dân khmai được như tay nhưng vô bọc kia nhưng sống kia sụp bụi tới gì tới dân vô má bị lọ nó cái chấp khơi khiếp play thô bỏ chân chiếc mày dương nó không ca group cầm sự bánh nhá nó không ca để lên này những cái ta hỏi cái trong một mưa mà cái ta màu sọc máy đập lên máy cứ play mọi cái ác inspire cái ác cái đập cái vô ảnh lùm nón bên dưới nữa vô từ tay bọt cái lùm nón bị máy đấy miếng bỏ tí khác cái vô từ xe tới việc mai đấy cái vô từ dễ để sao cái đập lùm nón nâng cái đập lùm nón cái inspire bị ông lấy là inspire nè vì chui chủng rung thực chất xanh cho này của lấy này artificial intelligence của vùng tại miền cao vây lục lang này cái vô bọt lên chủng nốt ấy bọt mai đánh vô từ rai vô từ generate chẳng tới vì ai chẳng chân được không tụm rung môi bài bọt tê chẳng tới phụ ở đây đây nhâm trong đăng bật thái bẹo pon chủng môi đăng ở show cái lon mà episode cái lon mà dương bàn từ chơi thì chán chủng mình bẹo pon chủng môi đăng ở sao lập bạ đòn tây đăng pi sang máy dừng cung hay miền bong pon để còn chọc vào rắm chán này còn chọc đăng ta sao lập bạ rồi có về đại sao lập bạ có đòn tây dương chương cha nóng cái trong thưa ca priệp thiếp rồi môi còn thưa ca vi đầm lại bài bài chụp bón mình thả tá về miền phiệp slide top như cầm rật ná rồi còn sao lập bạ nóng bị slow mình trang ông pi cha thì pol tôi đo sừng cung môi nóng cầm rật ná tới không nghiêm dương chỉ sao lập bạ co mà nè mình tha chỉ nè chùm riêng mình tha chỉ nè đòn tây co mình tha chỉ ở nè sầm lái nhỉ thả tá có kẹo tập pi chùm niên bên này sao lập bạ nóng có cu tập miền ấy tiếp bố để sao có được đa tú tới chia tú sau chán tẹo rồi có chia đầm nang ao rót mùi nếu bây giờ có từ đồng bón rồi có từ ăn đã chết cứ còn là ngay đây chỉ nhận nôm một cái được không cả pom nôm để tung bẩn lăng chết tậnแต่ถ้าก็กูแต่เมียนก้นน้ำไหลหรือก็เมียนจุ่มนี้ไอ้ใส่เสียจะได้บัดเทียบปีมวยปีปัจจุบันhay làปัจจุปีอะไรต่างๆnhưng lực lang thà thoa mà đã bởi dân vậy chỉ tu tới đôi chỉ rõ thom nhiều những cái chay nữa thà cồn khmai riêngอย่างtội đó ta tìm buồn vì muốn làm một xã vì đọc pi phong mình là ta rót dân mình ở cỏ những gì đã tầm nã tìm buồnปัญหาสับไงนี่เนี่ยกล้าเรียนบ้านปัญหาพอเบอร์ยังเยอะปีสังคมจ่าวิ่งเบอร์ยังเยอะจากปีสมัยดาววิ่งคือบุกยมนี่ตัวยมสังจบบัดดุบเบอร์ยังหอยนักก็จบดิโพลมจบบัดอองให้ได้บ้านตะลิงเพลงบ้านกูวิมินจุดแรกกระดาษมวยนะบ้านกูบ้านยมจบบัดดุบบ้านยมเล่งเพลงยมโจเรียนอยู่เหนือเซจังนะเลยการเวียดดาวพวกนี้เนี่ยกล้าที่กวดประกายเพลงกวดแต่เพลงด้วยบ้องเส้นสีสมุทรยมเลือกเขาเมียนมาเตะพี่ช้างจอยยมยีปีกวดชานกวดถือแปดกวดยิงเนี่ยชนบอลนึกขัดตึงใส่แม่เป็นกวดมาโมเรียนแปดมาประลองเรียนแปดเชี่ยที่เรียนอุปถาหอยกวดผมมีจุดนี้มุ้ยขาจะกระดาษกับแม่กระดาษมุ้ยปัญหายังใหญ่เมื่อปียมยีปี IQ นั่นแต่ตรง IQ เกิดแต่ตรงปีการจองจำปัญญาประกวดเนี่ยนะกวดถอดมาไงดอกบอดกับบ้านก็เตะรุ่ยงอหอยกวดเลื่อนกวดแปรปรวนเลื่อนใส่กวดเลื่อนไงบ้าตอนนั้นไงเด็กกวดnơi để cho chừng rừng mồm chẳng ba hết cái mưa nắng thỏa ná cả na nẹt lá tiết phía trái để tha nẹt lá tiết có riêng ban trà một đôi chỉ lục mol còn mà
គាត់ប្រធានធនាគារប្រធានសាខាធនាគារ BKC បាទគាត់រៀនចប់មហាវិទ្យាល័យពាណិជ្ជកម្មបាទគាត់រៀនការចំនួនយូរហើយឥឡូវគាត់អាយុ85 86ហើយបាទហើយដូចលោកហួរឡុញហ្នឹងគាត់ស្ថាបត្យករទៅរៀនស្រុកប្រាំងគាត់រៀនស្រុកខ្មែរចប់ហើយក៏បន្តស្រុកប្រាំងទៀតបាទហើយមានមួយចំនួនទៀតសិតតែរៀនខ្ពស់ខ្ពស់ហ่ะដូចខ្ញុំហ្នឹងក៏ខ្ញុំមិនយើងខ្ញុំគេស្គាល់ហើយក៏មិនយើងលើកអ្នកផ្សេងនៃគាត់ឃើញហើយម្នាក់អស់ហ្នឹងគឺគាត់មានបើយើងរបៀបគាត់លេងដោយសារគាត់មានចំណេះខ្ពស់គាត់ឲ្យខ្ពស់របៀបគាត់ដេញក៏ខ្ពស់ដែរចរិតគាត់ថ្លៃថ្នូរដែរវាអញ្ចឹងវាតាមនេះអញ្ចឹងបានថាសិល្បករយើងមិនថាអ្នកណាដែលគាត់រៀនបានច្រើនគាត់អីចាត់គាត់ល្អហើយគាត់លេងគឺថ្លៃថ្នូរហើយគាត់បង្កើតគំនិតគាត់បង្កើតគាត់រៀនបានអញ្ចឹងពេលគាត់បង្កើតក៏ខុសគេដែរគាត់បង្កើតអីមួយខុសគេល្អជាងគេហ្មងអញ្ចឹងជាមួយទៅពួកតាក់ទងជាមួយនឹងរបៀបនៃការឆ្លើយតបវិញខ្ញុំចង់ដឹងឲ្យពូជួយចែករំលែកមើលពីពេលវិរៈសិល្បៈជំនាន់មុនណាតែរបៀបនៃការឆ្លើយតបបើសិនជាមានការផ្ដល់ជាមតិយោបល់ពីអ្នកគ្រប់គ្រងឬក៏អ្នកមជ្ឈដ្ឋានជុំវិញមិនថាការគ្រប់គ្រងឬក៏ការផ្ដល់មតិយោបល់ហ្នឹងជាភាពវិជ្ជមានក្តីឬក៏អវិជ្ជមានក្តីឬមួយក៏រិះគន់ដើម្បីស្ថាបនាក្តីឬមួយក៏ជន់វិញទេតើរបៀបនៃការឆ្លើយតបនៃអ្នកចម្រៀងជន់នោះឬក៏អ្នកសិល្បករជន់ហ្នឹងតើគាត់មានការឆ្លើយតបចេញមកគឺទម្រង់បែបណាដែរជាការប្រើប្រាស់អារម្មណ៍ឬមួយក៏ជាមានការឆ្លើយតបនៅក្នុងកម្រិតមួយដែលអាចទទួលយកបានក្នុងសម័យកាលណាក៏មានដូចគ្នាអ្នករិះគន់អ្នកស្អប់អ្នកស្រឡាញ់មានដូចគ្នាបាទប៉ុន្តែខ្ញុំត្រូវលើកឡើងចោះថាពីដើមគឺថាដូចជាបងសិនស៊ីសមុទ្រហ្នឹងគាត់ល្អបងសុម៉ាតអ្នកល្អអ្នកល្បីអញ្ចឹងណាគាត់ល្បីទៅមនុស្សភាគច្រើនគេស្ដាប់គាត់គេស្រឡាញ់គាត់មានមនុស្សភាគតិចទេខ្មែរយើងមិនទលាប់មួយគេជាទលាប់មួយហៅអាណាហៅអាគាត់អាអញ្ចឹងទៅទាំងក្មេងក៏ទៅហៅតាមគ្នាអញ្ចឹងទៅទៀតទលាប់មួយគឺទៅថាហ្នឹងមានក៏ក្រោយមកក៏មានការកែប្រែដោយសារនៅពេលគាត់និយាយមុខគេមុខឯងនៅពេលដែលសង្គមគេអត់ទទួលយកអមហៅអមតែខ្ញុំអត់ទេសុំទោសខ្ញុំថាដូចគេហៅថាហៅដូចបងមុតហៅអាអញ្ចឹងណាគេថាខ្លួនអាយុប៉ុន្មានសង្គមគេអត់ទទួលស្គាល់គេថាឲ្យគាត់មកតែបើសិនសង្គមហ្នឹងអមរគាហៅអាមុខគេមកឯងអាគេដែរអានឹងបើសង្គមទៅទាំងអស់ទៅទាំងអស់ប៉ុន្តែខ្ញុំជឿថាសង្គមខ្មែរក៏ពីដើមវាមានអ្នកដែលគេមិនឯកភាពទេមានពួកហ្នឹងគេពួកបាក់ផ្សារវាអញ្ចឹងណាប៉ុន្តែមកនិយាយមួយគេពួកបាក់ផ្សារវាអត់ដែរចូលមួយសង្គមគេថ្លៃក្នុងបានទេវានៅបាក់ផ្សារទៅក្រុមមួយទូចអញ្ចឹងទូចហ្មងទេខ្ញុំចូលលើកឧទាហរណ៍សម័យណាក៏មានប៉ុន្តែពេលខ្លះវាមានសម័យហ្នឹងពួកហ្នឹងវាច្រើនឬតិចតាមពេលវេលាណាវាអត់ជាងប៉ុន្តែជាទូទៅពីដើមគឺខ្មែរយើងអ្នកណាក៏គេសរសើរតែជួយជនជាតិថ្លៃថ្នូរឥឡូវក៏គេនៅតែសរសើរដែរប៉ុន្តែវាមានមួយភាគតូចធម្មតាពេលណាក៏តែមានដែរណាបាទប៉ុន្តែខ្ញុំជឿថាគាត់នឹងគួរតែកែប្រែហើយនៅពេលដែលសង្គមយើងកាន់តែមានអរិយធម៌ស៊ីវិល័យយើងកាន់ស៊ីវិល័យហើយយើងកាន់តែខ្ពស់ហើយយើងគួរតែកែចរិតអស់ហ្នឹងបាទតែប៉ុណ្្នឹងជាធម្មតាទេអ្នកចំនួនក្រោយតាក់ទងជាមួយនឹងវិស័យសិល្បៈគឺបច្ចុប្បន្ននេះគឺមានច្រើនសន្តានច្រើនបែបច្រើនយ៉ាងច្រើនប្រភេទហើយអ្នកដែលគាត់កំពុងតែស្ថិតនៅក្នុងវិថីសិល្បៈនេះទាំងក្របខ័ណ្ឌឬក៏ក្រៅក្របខ័ណ្ឌនេះក៏មានច្រើនដែរបច្ចុប្បន្ននេះក៏ប៉ុន្តែដោយសារតែការវិវត្តនៃបច្ចេកវិទ្យាឬក៏ការហូរចូលនៃវប្បធម៌អរិយធម៌សង្គមនៃអន្តរជាតិខាងក្រៅឬមួយក៏យ៉ាងណាឬក៏ពាក់ព័ន្ធជាមួយនឹងចំណេះដឹងការអប់រំឬមួយក៏វប្បធម៌នឹងបែបណាទៅបានជាគាត់ពេលខ្លះទៅមានភាពសេរីពេកនៅក្នុងការបង្ហាញអារម្មណ៍បង្ហាញអីនៅលើបណ្ដាញទំនាក់ទំនងសង្គមជាសាធារណៈមិនចាំបាច់ទូទស្សន៍ឥឡូវគឺនៅទូទាំង social media ឬក៏បណ្ដាញទំនាក់ទំនងសង្គមហ្នឹងគឺមានការឆ្លើយឆ្លងច្រើនទាំងសិលធម៌ក្តីទាំងអសិលធម៌ក្តីអាហ្នឹងយើងគួរតែមានការកំណែតម្រង់បែបណាដើម្បីដូចឥឡូវដូចលោកពូអញ្ចឹងជាអ្នកចំនួនមុនហើយជារៀមច្បងហើយជាតាគ្រូតាឬមួយក៏តាទួតែពាក់ព័ន្ធជាមួយនឹងសិល្បៈនេះយើងមានអីដើម្បីយើងចែករំលែកថាអូឥឡូវយើងត្រូវតែកែតម្រង់ឬក៏ធ្វើបែបណាដើម្បីក្រៅតែពីជំនាញសិល្បៈត្រូវតែមានអីផ្សេងទៀតដើម្បីពេលដែលមានការឆ្លើយតបទៅកាន់អ្នកគ្រប់គ្រងគឺកុំឲ្យវាដូចជះទឹកជះអីចឹងខ្ញុំលើកឡើងចេះថាសំខាន់លើការអប់រំហ្នឹងឯងការអប់រំក្នុងសង្គមការអប់រំក្នុងគ្រួសារនិងការអប់រំនៅសាលានិងការអប់រំជាទូទៅចំណេះដឹងទូទៅគឺចេញពីការផ្សព្វផ្សាយទាំងអស់ការអប់រំទាំងអស់ហ្នឹងគឺមានន័យនៅពេលដែលនិយាយពីយើងចំការយើងធ្វើការអប់រំគេប្រយ័ត្នណាការអប់រំគឺគេមានមុខវិជ្ជាមួយគេបង្រៀនរបៀបការអប់រំផ្សព្វផ្សាយហ្នឹងហ្មងបាទហើយពួកយើងនេះខ្មែរយើងនេះចំការក៏អត់មានការទៅរៀនហ្នឹងទេគាត់ចង់រៀនគាត់ថាគាត់ចេះតែនិយាយគាត់ទៅនិយាយហ្មងក៏អញ្ចឹងណាអញ្ចឹងវាមានបញ្ហាច្រើនដែលយើងពិបាកនិយាយ
được nhóm cô mình hiện như vậy việc bạch bà bỏ cái trả còn mình thấy sầm khăn lực ảo rùm ông mà ta bị đá sầm ai muốn nè để chỗ cái điệp chỗ thứ cá cái ở đến chụp nhẹ nha đó là ở cái chỗ thứ cá chỗ plọc mà mình chẳng bữa mau sel bạ chỗ plọc mà chẳng cái miền plei mua cái bệnh viện dương là mà đã ông mà nhóm điệp chỗ thứ cáในคางนักวิสัยนามุยđó cái ở dân châu từ riêng sân cái hạt cá từ riêng là việc thực ca nghĩa riêng ấy cái việc là plan riêng việc mấy cái miền rót mal và cái ở châu riêng rót mal môn ở dân chơi thứ bảy dân từ thực ca nghĩa nông cài lại nhá hai bên sân chỉ dân sài pa mà dân nẹt sài pa dân cua tại miền cả ấp rồng mùi sài pa mà ta chúng cá nẹt khác quạt sờ bài quạt mà lại khơi cái trai cái sự sexy chẳng tới dân khơi American cái sexy dân thái mà dân bật sứt cái đó bật sứt kia mà dân việc tháo vì bộ bạ đây bàn tay dân thưa ấy là mỏ mà ta sừng cung dân ta tua vô pan nà sừng cung dân chứng dân miền mà tệ nó cung ta việc thưa thẩm pan này American vì chỗ đó sẽ băng ngói nè vì chỗ đó sẽ mà dùng hiên dùng ô thì ho chứ pan mai dân thưa mà thì mai dân cầm bật lá pan tôi mi cào đúng tôi mi cào này gì mình nè cái này vậy bỏ xài nữa chẳng vậy cứ chạy này chẳng đôi dừng chạy này chẳng bỏ xài từ cuộc đào tầm na hỏi kia được nhóm của mình hiện vậy hồ tầm lá sức sấy phía bong mình nè cái nào dừng vậy rút pass sức sấy phía bảo kê còn dừng đăng tha sùng cung bao dưỡng dừng đây cầm mặt phần nắng dừng cua vô thầm phần này nhưng vậy nhá giờ khơi cái lại khác của dân thưa lọ đã nhưng khơi lọ mình tên cái lại khác tới cô về chuyện chôn thì cái chuyện tới bạn đến nhómแต่ถ้าchốt bên đây này là cái châu chặt việc bà chẳng á chứ đây vì cả bà thanh thanh nó sùng cung việc bà chứ mà chẳng anh dừng thà sùng cung ní vì chỉ ai tập bốn mau play chỉ sờ bạc play chỉ ai tập bốn từ sùng cung mình chẳng nợ pe được trong vậy chẳng thà nợ pe tại nợ nằm rồi chẳng để rap tranh màu chẳng cứ nợ pe đó nó vừa miên ca cái thà chỗ cho bóng cho mình nó chập lại băng được bánh bộ rap nó mong kia chập sự băng sự chẳng đòi lấy nè tu tới nã cái sự băng như đó buộc sau cái kia ta thoa mà ná nè bà giờ tu tới rồi bà sau giờ toàn miền đây thoa thật clay miền tịch tuổi nhưng mến bằng đại miền toàn đọt băng ấy đó chẳng nhưng khơi ta biên chân về đại xa sùng cúng về miền cao prai pu miền cao vì vọt từ tầm mục hỏi bây giờ khọt cái khăn giường chẳng á tôi để thì cho những trên này gì ở Peru đạp tư mà thả lấy ô tiêu ho thả mai giống như nước bạc mùi chè thả concert mỗi cứ từ mưa ớt bong lùi gì là ớt bong lùi chẳng quát của liên tập ớt bong lùi chẳng này nhưng mà ô tiêu ho nó còn hôn cái chuột tới cái ao lùi nè sao bạc có nữa cứ qua từ tam trong hôn này anh đang bị chậm đây có thả đóng cứ từ sáng vì từ tam lùm hôn cái bờ sân chia mà ta quạt lụa bọt bình có thử lụa bọt nuôi tại mưa quát mới khơi là niềng năng muối bắn cùng từ mưa quát ở từ mưa lụa bọt đạch mà hỏi cái đăng á nè để cái điệp trong cầm thi đó người ta vô quạt đang ọt bà nó buổi để vô tới cái ọt mưa buổi quạt bắn nhưng mà thì họ chẳng cái tại bữa sáng gì là những lọ thổ những lọ lại nô chuyện bữa tiết những cái tinh bọt trâu mưa mà bây giờ mai về nơi muối ta mai những ọt trâu chặt free ao từ tinh bọt băng lưới ọt từ đi hỏi mình cái lại khá lê nhói thêm tức ai phát tiết ọt từ mưa tiết tại bữa ao từ thua cái ta bữa Halloween cái ta lên open free đó là nó có từ rồi vì chẳng cái việc miên biệt chẳng là nó đại ta sủng cung những cái sải có âm in chấm nô có tích bê chấm nô có sự ngập tục tình gia phát cái chẳng á và chẳng nghe chấm nô có tích té bữa ngày đó quạt mình chấm nô trả tới quạt những ai tinh bọt mơ tinh rồi bọt mơ pê nó bài dương control bà nè dương thà xong có liên phần nè tầm phần nè chẳng tại bữa lấy mà sẽ lấy được cái này nó nè mưa có sẽ lấy nè lên cũng sẽ lấy đây vì chơi cái việc bọn nhân chuyện vì sai việc bọn chúng muốn những cái ta chia thì po xem đấy việc bọn chúng muốn những ở đây là cà rô chúng nó bảo phụ qua ประจำ ថ្ងៃផងហើយវាពាក់ព័ន្ធជាមួយនឹងបរិបទនៃការអប់រំនៅក្នុងសង្គមផងក៏ធ្វើឲ្យចរន្តនៃការគ្រប់គ្រងនៃសិល្បៈហ្នឹងក៏មានភាពបត់បែនឬក៏ផ្សេងគ្នាដែរមិនចឹងពុក ហ្នឹងមកខ្ញុំថាវាឆ្លុះបញ្ចាំងនេះថានៅពេលដែលសង្គមហ្នឹងនៅពេលដែលអ្នកគាត់ធ្វើរលុយទៅបានហ្នឹងគាត់ទៅគិតរឿងជីវភាពគឺរឿងសុបាយរបស់គាត់ក្នុងកម្រិតរបស់គាត់ហ្នឹងគាត់មិនអាចយកលុយមកចំណាយនៅខាងសិល្បៈបានទេចឹងសិល្បៈក៏គ្នាធ្លាក់ទៅតាមខ្ញុំចាប់អារម្មណ៍នៅប្រសាសន៍មួយដែលលពូមានប្រសាសន៍ជាក់ព័ន្ធជាមួយនឹងការចែករំលែកអំពីលោកគ្រូអ្នកគ្រូឬក៏អ្នកសិល្បៈជំនាន់មុនណាដែលគាត់ក្រៅតែពីអាជីពរបស់គាត់ជាអ្នកចម្រៀងជាអ្នកសិល្បៈគាត់មានការរៀនសូត្រអានោះដោយសារបរិបទនៃសង្គមនៃពេលនោះតែម្ដងឬមួយក៏ដោយសារកត្តាជីវភាពរបស់គាត់ឬមួយក៏យ៉ាងម៉េចដែលបច្ចុប្បន្ននេះនិយាយទៅម្ដងទៀតគឺមិនបានរិះគន់ទៅដល់បងប្អូនណាទេក៏ប៉ុន្តែយើងនិយាយអំពីជាលក្ខណៈទូទៅ
គឺយើងមើលឃើញថាសិល្បៈជាច្រើនគឺការសិក្សារបស់គាត់ហ្នឹងគឺភាគច្រើនគឺគាត់ផ្ដោតទៅលើតែជំនាញសិល្បៈរបស់គាត់គឺខាងច្រៀងគឺច្រៀងសម្ដែងគឺសម្ដែងតែប៉ុន្តែជាទូទៅគឺយើងមើលថាកម្រិតនៃការអប់រំរបស់គាត់គឺនៅមានទេបើន័យថាមិនទាន់ជាងការទៅអត់អាចដល់កម្រិតបញ្ញាបត្រឬមួយអីចឹងទៅតែអាហ្នឹងវាអាចថាជាកត្តាសង្គមឬមួយក៏មជ្ឈដ្ឋានជុំវិញដែរទេឬមួយក៏យ៉ាងណាសង្គមតែសង្គមសំខាន់ណាខ្ញុំសូមលើកឡើងពីដើមគ្រួសារមួយណាក៏ដោយគឺកូនទោះជាថាកូនខូចមិនក៏ដោយម៉ែនៅតែបខំឲ្យកូនទៅរៀនចឹងបាទហើយយើងនិយាយទៅអ្នកដែលរៀនមិនចប់បឋមសិក្សាតិចណាតែវាមានមិនអត់វាមានខ្ញុំគ្រូសាស្ត្រដែលក្រីក្រគ្រូសាស្ត្រនៅចុងកាត់មកញោឆ្ងាយណាបាទព្រោះថាយើងនិយាយទៅមិនមែនចំនួនមុនចេះតែល្អទាំងអស់ក៏មានចំនួនខុសគាត់មើលមិនអស់ដែរទេប៉ុន្តែទូទៅដោយសារជាគោលនយោបាយគឺថាត្រូវឲ្យមានការអប់រំអ្នកណាគឺឪពុកម្ដាយកើតឡើងគឺគាត់អត់ចេះអក្សរឪពុកម្ដាយខ្ញុំក៏អត់ចេះអក្សរផងប៉ុន្តែគាត់ថាដោយសារគាត់បវេទនាពីគាត់នៅក្មេងអត់ចេះអក្សរគេមើលងាយហ្នឹងគាត់ឲ្យកូនទាំងអស់ទៅរៀនបកែកូនអស់ទៅចូលមហាវិទ្យាល័យកូនអស់ទៅរៀនឲ្យចប់ទាំងអស់អាណាអត់ចប់អត់បានហើយម្ដាយខ្ញុំកាចបៃអត់បានទេបើខ្ញុំឲ្យគាត់វាយទាត់យើងយ៉ាងសវ៉ាសទិញមុនហ្នឹងខ្ញុំនិយាយចឹងហើយឥឡូវសម័យឥឡូវនេះយើងឃើញអ្នកខ្លះគាត់នៅជនបទខ្ញុំជួបប្រទះគាត់មានការធ្វើចឹងគាត់ច្រឡប់ទៅធ្វើការកន្លែងផ្សេងគាត់យកកូនទៅជាមួយកូននៅទូអត់បានរៀនទេបាទចឹងកូនមកជីវិតកូននឹងអត់បានរៀនសឹងតែអត់បានចប់ថ្នាក់ទី1ផងច្រឡប់ទីរហូតបាទច្រឡប់ទីរហូតចឹងយើងអាណិតគ្នាប៉ុន្តែធ្វើម៉េចយើងអាហ្នឹងបើខ្ញុំលើកឡើងចឹងរាជរដ្ឋាភិបាលទៅតាមរដ្ឋធម្មនុញ្ញចែងថាឲ្យដល់ថ្នាក់ទី9ហ្នឹងលោកនឹងពិចារណារឿងហ្នឹងថាគួរធ្វើយ៉ាងម៉េចអញ្ចឹងណាព្រោះរឿងកើតច្រើនណាពួកខ្ញុំបានទៅចុះទៅការស្រាវជ្រាវសង្គមសេដ្ឋកិច្ចហ្នឹងខ្ញុំមើលឃើញអ្នកដែលច្រឡប់រកស៊ីពិសេសអ្នកទៅនៅថៃគាត់បើវិញឥឡូវអ្នកទៅថៃខ្ញុំឧទាហរណ៍បើខ្ញុំមិនទៅសារថៃទេបើកម្មករយើងទៅនៅថៃកូនរបស់គេចូលរៀនសាលាថៃបានគេឲ្យចូលរៀនអាថៃហ្នឹងវាជួលកម្មករខ្មែរយើងប៉ុន្តែកូនខ្មែរយើងបើយើងជួលវាឲ្យកូនខ្មែរចូលរៀនសាលាវាដែរប៉ុន្តែហេតុអីស្ទើរយើងនេះវាមានជួបការលំបាកហ្នឹងវិញហ្នឹងណាចំណុចហ្នឹងមួយនេះខ្ញុំលើកឡើងនេះមិនទៅសារថៃទេប៉ុន្តែថាយើងឃើញមួយកន្លែងណាដែលវាត្រូវយើងថាទៅសង្គមវាទៅបើយោបាយវិញយើងអត់ចូលចិត្តទេព្រោះឆ្លៀនពៀនយើងណាប៉ុន្តែខ្ញុំលើកឡើងតង់តែចំណុចថាដែលសាលារៀនវាកូនខ្មែរក៏ដោយកម្មករខ្មែរទៅធ្វើការស្រុកថៃប៉ុន្តែចូលរៀនសាលាថៃបានហើយមានទៅដោះគោមានអីផឹកបលឹមឡើងដូចគ្នាដែរចឹងមកត្រង់ហ្នឹងវាមានចំណុចដែលយើងត្រូវពិចារណាដែរណាវាពាក់ព័ន្ធជាមួយនឹងអាហារូបត្ថម្ភពាក់ព័ន្ធជាមួយនឹងកិច្ចគាំពារសង្គមអានឹងជួយណាផ្សេងក្មេងពីតូចវាត្រូវការអាហារូបត្ថម្ភពេញលេញមកវារៀនបកែខ្ញុំសូមលើកមួយទៀតចំណុចមួយទៀតដែលខ្ញុំមើលឃើញខ្ញុំចុះស្រាវជ្រាវខ្ញុំឃើញការប្រើប៊ីចេងច្រើនណាខ្ញុំលើកបន្តិចទៅអានឹងកាត់តិចសុំទោសវាថាយើងនិយាយរឿងសិល្បៈបញ្ចូលប៊ីចេងនេះកុំឲ្យគេលក់ចេងគេខឹងយើងប៉ុន្តែខ្ញុំនៅកាន់ផ្សោតខ្ញុំចុះតាមដងទលេគាត់ចាប់បានត្រីវាត្រីស្រស់ទាំងទ្រុងអញ្ចឹងគាត់ខ្ញុំចង់ដឹងខ្ញុំដែរខ្ញុំសូមញ៉ាំបាយមួយពេលបានគាត់ថាបានមានអីត្រីគាត់ខ្វាយអ្នកស្រុកខ្មែរវាចិត្តលាចិត្តល្អបាទគាត់ស្លមកមួយឆ្នាំប៉ុណ្ណឹងត្រីគាត់ដាក់បែរជា3គីឡូ4គីឡូត្រីគាត់យកត្រីធំដាក់បាទខ្ញុំហូបស្លគាត់ដាក់បឹបភ្លាមខ្ញុំគាំងមកប៊ីចេងភ្លាវមកខ្ញុំថាដាក់ប៊ីចេងតដាក់បើអត់ប៊ីចេងក៏អត់ចេះហូបគាត់ថាខ្ញុំសួរដាក់បានគាត់ថាឆ្នាំងលោកមកអញ្ចឹងក៏ឲ្យខ្ញុំឯកឧត្តមបែរខ្ញុំទៅហើយហើយពូពេលពូមកនេះខ្ញុំថែមមកសភាទៀតគ្រូសាក៏មកសភាបាយអញ្ចឹងណាបើខ្ញុំមកក៏ថែមមកឆ្ងាញ់ក៏ថែមសភាទៀតគេថាស្មានតែពូមកហ្នឹងពេញចិត្តតែហ្នឹងមួយតើទៅខ្ញុំសួរកូនគាត់ដល់ខ្ញុំនិយាយចូលនិយាយឡើងខ្ញុំសួរតើកូនគាត់មួយគាត់ថាមួយឈឺក្បាលរហូតយើងអត់កើតទេបានខ្ញុំប្រាប់គាត់វិញថានឹងប៊ីចេងហើយគាត់ថាគាត់ជឿទេបាទខ្ញុំថាអត់ទេប៊ីចេងព្រោះប៊ីចេងវា monosodium glutamate អា glutamate ធ្វើឲ្យខួរក្បាលនេះឈឺវាស្ពឹកបាទវាស្ពឹកហើយអាវាដើម្បីប្រឡប់ហើយអាប៊ីចេងហ្នឹងអា monosodium ហ្នឹងគឺអាហ្នឹងអំបិលហើយវាធ្វើអាហ្នឹងយើងប្រៃអាហ្នឹងដែលមនុស្សម្នាក់គៀងបេះដូងហាត់តាគឺដោយសារបេះដូងនឹងឯងហាងចិនណាក៏ប្រើប៉ុន្តែគេប្រើមិនច្រើនដូចយើងទេដល់បងប្អូនត្រីស្រស់ឆ្ងាញ់ហើយនាំនេះទៅបងប៊ីចេងទៀតខ្ញុំផ្ដាំដល់ឥឡូវពីហ្នឹងខ្ញុំតើទៅស្ទឹងត្រែងខ្ញុំទៅឡើងមកជុំមួយអាទិត្យទីខ្ញុំចូលមកវិញមកកន្លែងហ្នឹងឥឡូវចាប់ពីថ្ងៃហ្នឹងទៅកុំឲ្យកូនហូបប៊ីចេងទៀតតើយ៉ាងម៉េចខ្ញុំទៅប្រហែលជា8ថ្ងៃត្រឡប់មកដល់ផ្ទះគាត់វិញខ្ញុំសួរមិនហើយថាកូនគាត់លេងឈឺក្បាលខ្ញុំថាចាប់ពីថ្ងៃហ្នឹងដឹងហើយលេងឈឺក្បាលហើយកូនហ្នឹងនឹងចាប់រៀនបានវិញអញ្ចឹងក៏ជាបញ្ហាមួយដែរនៅពេលដែលយើងអត់បានអប់រំឬប៊ីចេងហ្នឹងប៊ីចេងវាថោកពេក
bị chén bị đám mà lại nhóm á mà cả lọ nó thấy nó đặng tôi chả sao á trong thái mà có đá lọ cứ mà cô thì biết nó có đút đặng bắn nó nghe phụ bị chén thấy bị đau lấy bị chén thì ăn pon mà lộ hỏi nhom xua cua sao này buồn nhẹ nhom xua tao mà khai hộp bị chén nhom ăn ôi nhom mà sao đã sao nhom đòi nhom giấy cái ấy sao tôi gì còn đố nhom là mình về thoáng thế mẹ na tha ấy có thằng chụp cá sao thông cá sao tôi toàn thuốc lạc lộ chắc mà đó mà sự việc bái mà sự việc cà phê nữa có thằng nhom xua có đạm mang có thằng còn lẽ đọc bị dừng vậy chờ đấy còn lẽ có thằng nhom đạm mồm cái đó chứ bên đấy cô quát khác có thà cô quát cứ ở mà thời điểm mà tìm mua tìm bay giống cứ chụp điên ra đi à cả cứ những anh đang vi hưởng mà hộp chùm này cứ sầm khăn còn miền tây còn nơi chất lệ chất bắn có bộ tây hộp ban tay có đã bị chê có đã bị chê chẳng đọc bạn chơi nhá thời mấy nó riêng à cả mà anh nói nhom vậy chẳng kia ta nhom mình đang nói nhom mình chỉ đọc tới bài toán nhom mưa cha nhom đi cha tới ban tay nhom chưa tha của xuống sọc hào bà lấy lục ải đằng bị cha nà đá bù sọc kế mình sọc lá kia ở pra bị chê sao hỏi chẳng á nè bằng là tha chiêm ruồi tới bây giờ ta háng bờ cái lùi đạn tịt tới vậy bằng cái mình lại chở đạn tịt tới chứ mà bằng và chiêm mình có thể ở đây đây là miền bờ sa máu mình trầm tại cao chốt đang ngầm pi sao là bay đời nhung lom chuẩn bị chẳng thà đời xa lốp miền chủng niên vẽ pon chủng môi nẹt sắc xa sao chiêu này và chia xa bao nút chẳng vừa ở premier tu test này cái chôn tầng cứ ban từ tôi chip chung bên chủng này đang bật hai vẽ pon chủng môi năng sọc phiệp rồi có sọc cà phê mà chủng đồ này lúc ở đây để dương ban từ chơi kia mà prai thì cứ dương ban từ chơi vẽ pon chủng môi năng playing đàm cầm nát bom bọt ở tỷ pol cái đôi chia phiệp với chủng miền đấy playing đại vẽ pon chủng môi năng so với trang chủng môi năng sừng cùng sau là bạn có việc so với trang chủng môi năng so với trang pi tạiสัญญาในสังคมเด็กเนี่ยผู้กับบ้านเลือกล้างอมปีกับรัฐวัปทอหรือก็จุ่มนี้เนี่ยสลับปะจุ่มนอนม้วนกลายแต่ปีจุ่มนี้ปีโดดนตรีปีเนี่ยจุ่มเรียงนั้นก็ก็มีสารบานมีประวัติรูปมีการศึกษาอมปีจุ่มนี้เซ็งแล้วจุ่มช่องดังมวยติดโดยสารมีเนี่ยก็ช่องดังได้แต่ชีวิตกลายปีสลับปะวิ่งผู้มีตุ่มเนี่ยตุ่มน้องซีจุ่มเรือประมาณเนี้ยหรือก็กำรัดหน้าtới chỉ môi năng quạt đại chỉเนี่ยสลับปะจรม้วนนั่นนะโดยลูกหัวล้อนโดยลูกตาเซนซีสมมติโดยเนี่ยบองไปลูกใส่ไปรองรู้ใส่สะเทียนนั่นครอบมันตุ่มเนี่ยตุ่มน้องหรือก็มีอาชีพเพียบแขวเฟลก้าแขวสลับปะแต่อาชีพเพียบประจำไงบอกก่อนนั่นก็เบรกกรอนก็จุ่มนี้บอกก็กับบ้านทั่วอีกแล้วเปะปอนchỉ môi năngไกลแต่ปีสังคมสลับปะnhưng xong được làm chứ thà nè đây là bấy cứ có miền privacy của quạt việc luôn là quạt có thao quạt mà chụp chẳng tới trên bị chụp dưỡng cứ quạt về này nhưng mà thọt mà ấy một cái chụp chung này á rồi có từ bị thi ấy là chụp chung này chụp pot pin nó cứ riêng luôn này cái thao mình miền ấy để si chụp rơi chán vô quạt sẽ chỉ bởi những vậy quạt nè là bấy đà ra bởi những quạt phải giặt nè quạt group quạt mình hiện thực ấy phải mình hiện đã show chờ việc hai mục chờ thì chẳng á chẳng quạt đó miền bị thi thông ấy chẳng bằng dân chụp chung này chẳng tới rồi tới cái lại thọt chung này chẳng hơi bởi dân tới dân lạnh group rõ này dân đừng cha đừng tung quạt cầm rất là na hơi group như tụi mình tầm máu dân sạc ca này tụi mình tầm máu chẳng á miền ca ấy xui dọc ball cái này ấy bên phía chớn cứ mình nghĩ xui ball cái này đấy bộ sẽ che được cái này bên toàn ta lực lên là thọt mùi cái này chẳng mà những chuột cái lại mùi chui che chui những gì đấy cái inspire bị cái này tụi mình tầm máu mà ta không khơi được bọn hồ lớn có still có một vì sao có solo still có game nhóm slang still có anh thà nhóm slang still có solo hỏi đó bong mò cái nhỏ lục mò cái nhỏ lắm và ôn bong lục mò cái mà nhá nè still có mùi tiệt inspire mình giống mà nhóm lên để nhóm lên như mùi phụ quán đồ ngõ hỏi phụ quán lên một nhóm có tới cái này là trâu nên chẳng đi slang cái này đó hỏi việc đấy xa bởi dân giấy tha bởi vì ông đấy ta chemistry dùng cái này là trâu cái này thì chemistry ở thời cái này để quát mũi nhóm thời cái này để bong cầm mai bong cái nhỏ có mốt thời cái này bên thiết trâu bà được trong một lỗ oxygen đã máu với trâu cái này cả chemistry trâu này chặt thà chẳng cứ chặt mất chemistry trâu này bên này là của ở trâu của dân mình pa mình trâu lên một cái này toàn là những quan này chẳng đó là lên thì tụi là ở trâu lên bậc cung trâu mỗi cái này tại ấy một cái này đi bị ở trâu cái này đi ta
ដូចមិនយើងហៅមិនត្រូវធៀបគ្នាប៉ុន្តែអត់មានស្អប់គ្នាទេប៉ុន្តែលេងទៅយើងខ្លួនអញ្ចឹងទៅវាអត់ចូលប៉ុន្តែបើ chemistry ទៅគ្នាដាក់មកចូលគ្នាទាំងអស់ព្រោះមកអញ្ចឹង មិនចាំបាច់ពិបាកបញ្យល់ច្រើន បាទអញ្ចឹងវាមានន័យថាខ្ញុំនិយាយតែភាសាមួយឥឡូវគេភាសាបរទេសវាវិទ្យាសាស្ត្រផងថា chemistry ត្រូវគ្នាណា បាទ មានសារធាតុគីមីក្នុងខ្លួនវាដាក់មកតែគ្នាអញ្ចឹងបាទ ដូចលបាយស្មារតីអញ្ចឹងបង បាទហ្នឹងហើយ អរគុណខ្ញុំអរគុណច្រើនសម្រាប់ការចូលរួមនៅថ្ងៃនេះពិតជាមានការចូលរួមចែកចាយរំលែកពីចំណេះដឹងបានច្រើនមែនទែនពាក់ព័ន្ធជាមួយនឹងសិល្បៈហើយមិនត្រឹមតែពីនោះពូក៏បានផ្សារភ្ជាប់ជាមួយនឹងចំណុចផ្សេងៗដែលបងប្អូនអាចនឹងរីករាយតាមដានទស្សនាក៏ដូចជាទទួលនៅចំណេះដឹងទាំងនោះជាទស្សនៈទាននៅក្នុងការតាមដានបន្តទៀតជាចុងក្រោយតើពូមានអីដែលជាសារសម្រាប់ផ្ដាំផ្ញើទៅដល់អ្នកទស្សនាក៏ដូចជាបងប្អូនសិល្បករសិល្បករនេះជំនាន់ក្រោយទៀតបាទខ្ញុំចង់និយាយប៉ុណ្្នឹងបងព្រោះថាភ្លេងវាជាវប្បធម៌មួយជាវប្បធម៌ពាក្យថាវប្បធម៌គឺបានគេថាមាន technology ក្នុងហ្នឹងអញ្ចឹងម្នាក់បើថាយើងលេងភ្លេងយើងត្រូវមានយើងត្រូវចេះឆ្នៃចេះបង្កើតអាពេលយើងឆ្នៃបង្កើតហ្នឹងហើយ technology បាទ កើតដូចជា technology យើងបង្កើតរកអីថ្មីស្រុកគេដែលគេឆ្នៃគេរកដែលគេឃើញកាន់តែល្អឡើងគេបង្កើតសំឡេងភ្លេងថ្មីគេអីគេអង្គុយគេរកព្រោះស្រុកគេគឺអ្នកឯងអត់មានអីថ្មីអ្នកឯងលក់អត់ដាច់ទេបាទតើគេធ្វើអីថ្មីមកតដល់អ្នកស្ដាប់គេថាអូនេះថ្មីគេស្ដាប់ហ្នឹងមានលុយតែយ៉ាងយើងនេះគឺយើងនិយាយថាចុះមកខ្ញុំនិយាយពីហ្នឹងនៅពេលសង្គមរុញមកថាសង្គមអមថាអូខេក្រុមហ៊ុនថាសមួយក៏ឃើញក៏ថាគាត់គេខ្មែរយើងឥឡូវយកបុគ្គលឃុំតបុគ្គលពីដើមស្អីក្រោយគឺមានក្រុមគេ entity គេមានក្រុមហ្មងក្រុមសាអប្សរាក្រុមបាយ័នក្រុមតាកាក្រុមបាក់សេចាំក្រុមហើយគេមកគេរកក្រុមហ្មងថាខ្ញុំចង់ឲ្យក្រុមលោកលេងរបៀបអញ្ចេះថតរបៀបអញ្ចេះធ្វើបទអញ្ចេះខ្ញុំត្រូវការអញ្ចឹងដល់លើបុគ្គលម្នាក់អមថាធ្វើបុគ្គលគឺអ្នកចម្រៀងម្នាក់យើងក៏អត់ចេះតែងបទទេចម្រៀងខ្លះណាអ្នកចម្រៀងនឹងត្រូវហៅអ្នកតែងបទពីនេះមកពីនោះមកអញ្ចឹងបានខ្លះភាពមួយគេហៅវាអត់សុខក្លុំអត់ចូលគ្នាហ្នឹងដែលយើងពិបាកអញ្ចឹងសំខាន់សង្គមហ្នឹងឯងគឺអ្នកដែលអ្នកស្ដាប់ថាខ្ញុំចង់ឃើញជាក្រុមហើយឲ្យក្រុមហ្នឹងគាត់ធ្វើបទតម្រូវអីចឹងមកគេគឺសង្គមអ្នកបញ្ជាដោយសង្គមអ្នកចង់បានសង្គមជាអ្នកឲ្យតម្លៃសង្គមជាអ្នកគេថាជាទីផ្សារដូចជាទីផ្សារអញ្ចឹងសង្គមប្រាប់ទៅភ្លេងគាត់ថាបើអ្នកឯងលេងម្នាក់ឯងអត់យកទេអ្នកឯងទៅមានក្រុមបង្កើតក្រុមអ្នកឯងទៅលេងឲ្យល្អបានខ្ញុំយកអ្នកឯងអញ្ចឹងអានឹងវាគូផ្សំនេះប៉ុន្តែឥឡូវអត់ទេដាច់ពីគ្នាទាំងអស់ហើយមួយទៀតខ្ញុំសូមលើកឡើងជាចំណុចសំខាន់យើងមើលឃើញនៅអាមេរិកឥឡូវគេថាដូចតារាចម្រៀងគេមួយលួយគេច្រើនណាស់ដូចជាអី Taylor Swift អីចឹងលួយគេរាប់រយលានរាប់បងដែលថាដោយសារសង្គមបែកគ្នាប៉ុន្តែភ្លេងពីដើមដូចយកអកេគេល្បីពីដើម Beatles មួយស្មើគ្នា4នាក់ហ្នឹងគឺគេបានលុយស្មើគ្នាRolling Stone បានលុយស្មើគ្នាដោយ Led Zeppelin គ្នាគាត់ប្រហែលអ្នកគាត់បានលុយមកចែកនេះស្មើទាំងអស់អានឹងជាក្រុមរបស់គេប៉ុន្តែឥឡូវនេះដោយសារពួកនឹងបែកគ្នាដែរ Taylor Swift ចឹងបានអ្នកភ្លេងប៉ុន្តែអ្នកភ្លេងគេក៏គេជីវភាពគួរសមដែរណាប៉ុន្តែអ្នកខ្លះក៏គ្នាពិបាកដែរក៏មានតិចតួចដែរអញ្ចឹងវាមានន័យថាបើយើងចាប់ដើមសង្គមចាប់ដើមឲ្យតម្លៃភ្លេងថាយើងចង់ឃើញជាក្រុមមានជាក្រុមអញ្ចឹងហើយបានតារាការខ្ញុំមក form វិញដោយសារខ្ញុំមើលឃើញថាវាខ្ចាក់ខ្ចាយអស់ភ្លេងវាអត់មានក្រុមអីទេចឹងមក9នេះចាស់ហើយយើងមកថតលេងទៅទោះថាវាមិនមែនតែក្រុមអីទេនៅសល់3នាក់រស់ទេយើងហៅក្មេងៗមកលេងជាមួយអញ្ចឹងទៅហើយបានលុញមកវងលុញមួយទៀតបងឯងមុំធ្វើឲ្យហៅទៅបាត់40 50ឆ្នាំហើយអូគាត់បើគាត់ទៅចៅភ្លេងយូរគាត់បាត់ដេញវិញអាហ្នឹងយើងចង់បង្ហាញជាក្រុមចង់ឲ្យសង្គមយើងថាបើយើងជាក្រុមអញ្ចឹងយើងសាមគ្គីគ្នាវិញអត់បែកគ្នាមានន័យណាមិនមែនមានន័យតាមតែភ្លេងមានន័យសង្គមទាំងមូលក៏យើងចាប់ដៃគ្នាឡើងវិញសាមគ្គីគ្នាឡើងវិញហើយបើយើងសាមគ្គីគ្នាប្រទេសជិតខាងក៏ពិបាកធ្វើយើងណាតនពូតនបាទខ្ញុំមានប៉ុណ្្នឹងខ្ញុំដែលខ្ញុំជួបគ្នាហ្នឹងទិសដៅគឺចង់បង្ហាញទៅក្មួយបងមកញ៉ងគាត់មិនតែភ្លេងខ្ញុំវាល្អអីទេគេលេងល្អគ្មានបែរលេងល្អអញ្ចឹងប៉ុន្តែគាត់បែកគ្នាទាំងអស់ដល់អញ្ចឹងគាត់មកចាប់ចូលគ្នាដូចចាប់កោនដាក់ឆ្អេអញ្ចឹងបកែដូចគ្នារត់ពេញឆ្អេទាំងអស់តែបើគាត់គ្នាគាត់តមួយគាត់គិតតែមួយគាត់រៀបចំធ្វើគឺច្បាស់ជាល្អជាងខ្ញុំឆ្ងាយណាជាងខ្ញុំ10 ដងមក
គេលើគេបកកាយ ជាពេលវេលាមួយដ៏ពិសេសជាកលៈទេសៈមួយដ៏ល្អដ៏ចាំបាច់មួយដែលយើងទទួលស្គាល់ថាអ្នកចំនួនក្រោយទាំងបទបែនទាំងបច្ចេកទេសទាំង concept ឬក៏ការច្នៃប្រឌិតរបស់គាត់មាន melody គាត់មានបច្ចេកទេសរបស់គាត់នៃការលេងគឺបែបផែនរបស់គាត់ដែលធ្វើឲ្យអ្នកចំនួនក្រោយមានការចាប់អារម្មណ៍បែបផែនបែបហ្នឹង ក្រុម បាទក៏ប៉ុន្តែ band នេះដូចជាសោតទីហោថាដូច Traga band ឬមួយក៏ Apsara band អីចឹងទៅគាត់កាលពីមុនគាត់ធ្លាប់ perform ពីមុនមកហើយអ្នកស្ដាប់ហ្នឹងគឺជាសោតតាំងពីជំនាន់លោកឪពុកអ្នកម្ដាយជំនាន់លោកយាយលោកតាគាត់តែងតែស្ដាប់ហើយគាត់បានតែត្រឹមស្ដាប់ពេលខ្លះគាត់មិនសូវបានឃើញមកគាត់ថាបានដែរដោយសារពីមុនយើងអត់ទាន់មានភាពរីកចម្រើនទេឥឡូវនេះយើងចាប់ដើមគាស់រំលើង Gary Motion បានគាស់រំលើងអំពីតថភាពពីសម័យអតីតកាលហ្នឹងឥឡូវមកដល់ពេលបច្ចុប្បន្នដែលមានមរតកមនុស្សរស់ដូចជាលោកគ្រូដូចជាលោកពូដូចជាលោកពូហួរលុញណាដូចជាលោកពូអុកសំអាតលោកពូទូចថាហ្នឹងកំពុងតែមកប្រគំគ្នាមកចម្បាច់បញ្ចូលគ្នាឲ្យផ្ដល់ឱកាសឲ្យអ្នកក្មេងៗជំនាន់ក្រោយរៀនសូត្រឲ្យប្រគំបន្ថែមទៀតអាហ្នឹងថ្ងៃណាមួយ Gary Motion នឹងរៀបចំអាចដែរបើសិនជាអាចទៅរួចព្រោះឥឡូវអ្នកគ្រប់គ្រងខ្លះគាត់កំពុងតែចង់មើលអាវណ្ណកម្មហ្នឹងឡើងវិញថ្មីមើលតើសេរីចាស់ជំនាន់មុនហ្នឹងមកលេងឥឡូវហ្នឹងតើមានភាពបែបបត់បែនបែបណាខ្ញុំជឿថាខុសត្រូវយ៉ាងណាក៏មិនបញ្ហាប៉ុន្តែសំខាន់គឺគេចង់នឹងទឹកដៃហ្មងពីមុនមកតើមិនបានបត់មួយមកបត់ហ្នឹងចេះតែចាប់អារម្មណ៍រហូតមកដល់ពេលខ្ញុំសូមថែមបន្តិចទៀតចុះហើយគឺគាត់មកទៅថាអ្នកខ្លះគាត់ចេះភ្លេងណាបាទហើយគាត់ថាគាត់ចេះហើយប៉ុន្តែតាមពិតមិនមែនចឹងទេជួនកាលគាត់តើមកចេះលេងនេះប៉ុន្តែភ្លេងជ្រៅណាស់គេរៀននៅសាលាជ្រៅហើយបើយើងដូចខ្ញុំអត់មានរៀនសាលាទេបាទប៉ុន្តែខ្ញុំផ្សាយគុកជាមួយសិស្សអ្នកកម្ពុជាអ្នកភ្លេងនៅតាសំណាងខ្ញុំដែរពីខ្ញុំក្មេងជាងគេខ្ញុំដើរលេងជាមួយចាស់ទុំដើរលេងខ្ញុំ inspire ពីគាត់ហ្នឹងបាទពូបាទបើខ្ញុំអត់រៀនពីគាត់ទេប៉ុន្តែខ្ញុំមើលគាត់ខ្ញុំចាប់យកមកខ្ញុំចាប់ពីមួយកម្ពុជានោះប្រកែសឹង100នាក់ខ្ញុំចាប់យកមកអស់បានខ្ញុំធ្វើខ្លួនឯងខ្ញុំដឹងថាចំណុចណាដែលថាដែលយើងយល់ខុសណាកន្លែងខ្លះយើងអត់ចេះយើងអត់ឲ្យទេយើងយល់ខុសហើយខ្ញុំទិញសភៅមួយចឹងខ្ញុំអ្នកស្រាវជ្រាវគឺខ្ញុំស្រាវជ្រាវមកមិនបានហៅនេះមិនភ្លេងនេះមិនហៅអញ្ចឹងមិនគេហៅអាគមមិនគេហៅស្អីមិន melody យ៉ាងមិនយើងបកស្រាយយើងរោតតអស់យើងមើលតអស់បាទហើយបានយើងយកមកទុកនេះយើងអត់និយាយទេតែយើងដឹងថាផ្លូវធ្វើភ្លេងគឺវាមានផ្លូវរបស់វាអញ្ចឹងបាទអញ្ចឹងនៅពេលដែលយើងចេះមិនច្បាស់ភាគច្រើនខ្មែរយើងមានមនុស្សខ្លះដែរមានមួយចំនួនតើគាត់ថាគាត់អត់ច្បាស់បានគាត់និយាយមកដោយអ្នកវិភាគនយោបាយហ្នឹងមិនរៀនដល់ណាទេបាទអ្នកវិភាគនយោបាយខ្លះគាត់ថាគាត់បើខ្លះនឹងរៀនដល់ណាផងគេអ្នកវិភាគនយោបាយគេរៀនដល់ហៅកម្ពុជាបណ្ឌិតខាងវិទ្យាសាស្ត្រនយោបាយគេនិយាយទេតើតែគេសុំគាត់មកនិយាយក៏សុំនិយាយតែមកប៉ុណ្្នឹងបើថាគាត់សិក្សាអំពីប្រទេសអ៊ីរ៉ង់មួយគាត់សុំនិយាយតែអ៊ីរ៉ង់ប៉ុន្តែយើងមើលនៅតុកកាហ្វេកន្លែងខ្លះគ្រប់គាត់ចេះគ្រប់អស់ហើយនិយាយអញ្ចឹងវាទម្លាប់មួយទៅសិនអ្នកវិភាគបាទទៅអ្នកវិភាគអញ្ចឹងមិនថាខ្ញុំសងលើឡើងដែរថាឲ្យយើងចរិតខ្លះកន្លែងមិនល្អយើងគួរកែដែរអ្វីដែលយើងមិនច្បាស់យើងមិននិយាយយើងមិនបើហ្នឹងបានយើងរស់នៅមួយគ្នាកើតតើយើងដឹងថាអ្នកណាចេះបើយើងចេះពិតប្រាកដយើងមកយើងចេះពិតប្រាកដយើងលេងមួយគ្នាបានល្អបាទពូបាទអរគុណច្រើនមែនទែនបាទនេះតែព្យាយាមសិក្សាគ្រប់ចំណុចហើយយកមកបំលែងខ្លួនឯងឲ្យវាកាន់តែមានភាពអភិវឌ្ឍក៏ដូចជាប្រសើរឡើងអរគុណវត្តមានរបស់លោកពូទូចសិនសនាជាថ្មីម្ដងទៀតហើយដែលបានផ្ដល់កិត្តិយសឲ្យ Gary Motion ធ្វើបទសម្ភាសន៍យ៉ាងពិសេសជាបន្តទៀតអ្វីដែលយើងកំពុងតែពិភាក្សានេះនឹងសង្ឃឹមថាផ្ដល់ជាប្រយោជន៍សម្រាប់បងប្អូនអ្នកស្ដាប់និងអ្នកទស្សនាជាចុងក្រោយខ្ញុំបាទនឹងក្រុមការងារព្រមទាំងជាមួយនឹងលោកពូទូចសិនតាណាសូមអរគុណនិងសូមគោរពលាជួបគ្នានៅឱកាសក្រោយទៀតបាទអរគុណ